បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវសូមពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលនៅគ្រឿងផ្សំសម្រាប់យើងខត្រីលិញទាំងអស់គ្នាបងប្អូនណាបាទហ្នឹងហើយចំពោះខត្រីលិញខ្ញុំទិញត្រីបាទចំនួនប្រហែលជា1គីឡូកន្លះហើយត្រីហ្នឹងខ្ញុំទិញយកមកពីផ្សារមកខ្ញុំលាងទឹកសម្អាតអីឲ្យវាស្អាតទៅហើយខ្ញុំក៏ប្រឡាក់គ្រឿងចំពោះគ្រឿងបងប្អូនណាមានដូចជាម្ទេសហុយអំបិលប៊ីចេងម្សៅស៊ុបស្ករសអីចឹងទៅបងប្អូនណាបាទដើម្បីយើងប្រឡាក់ឲ្យវាចូលជាតិត្រីជាមួយសាច់ត្រីរបស់យើងអញ្ចឹងណាបងប្អូនគ្នាបាទហើយបន្ទាប់ដល់ពេលយើងធ្វើខចាំយើងប្រឡាក់ដាក់មានតែបន្ថែមអេតនៅគ្រឿងបន្ថែមទៀតអញ្ចឹងទៅបងប្អូនគ្នាបាទសម្រាប់គ្រឿងបន្ទាប់ទៀតបងប្អូនណាមានដូចជាប៉េងប៉ោះចំពោះប៉េងប៉ោះហ្នឹងខ្ញុំទិញប្រហែលជា4ផ្លែបងប្អូនបាទហើយមានម្ទេសម៉ាឡេឬហៅម្ទេសក្រហមវែងអញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងសម្រាប់គ្រឿងផ្សំបន្ទាប់ទៀតបងប្អូនណាមានដូចជាគ្រឿងទេសហើយគ្រឿងផ្សំយ៉ាងហ្នឹងចំពោះគ្រឿងទេសបងប្អូនដឹងស្រាប់ហើយមានដូចជាស្ករត្នោតឬក៏ហៅថាស្ករក្រហមយ៉ាងហ្នឹងបងប្អូនណាហ្នឹងហើយកាលណាបើឈ្មោះខបើយើងអត់ដាក់ស្ករត្នោតស្ករក្រហមនោះទេមិនដឹងថាជាម្ហូបស្អីទេបងប្អូនណាហ្នឹងហើយអញ្ចឹងខតតែមានស្ករត្នោតហើយបន្ទាប់ពីស្ករត្នោតមកមានដូចជាអំបិលប៊ីចេងស្ករសបាទម្សៅស៊ុបទឹកត្រីបាទមានខ្ទឹមសចិញ្ច្រាំអញ្ចឹងទៅបងប្អូនណាបាទដើម្បីយើងដាក់មានតែលីងខ្ទឹមសយើងឲ្យវាឈ្ងុយមានតែរំលោចជាមួយនឹងស្ករក្រហមឲ្យយើងអញ្ចឹងបងប្អូនអរគ្នាបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីគ្រឿងទេសគ្រឿងផ្សំយកមកមានដូចជាមានដូចជាអំពៅមកណាហ្នឹងហើយចំពោះអំពៅនេះបងប្អូនទិញមកចំពោះខ្ញុំទិញមកបាយជា1000ទេបងណាហ្នឹងហើយខ្ញុំយកមកពុះវាជាចម្រៀកអីចឹងទៅដើម្បីយើងដាក់ធ្លាប់នៅបាតឆ្នាំងបងណាបាទដាក់ទ្របាច់ឆ្នាំងដើម្បីឲ្យសាច់ត្រីដែលយើងដាក់ខវាផុយល្អអញ្ចឹងបងប្អូនហើយវាមានចេញជាតិពីអំពៅនោះវាមានជាតិឆ្ងាញ់ជាតិផ្អែមផងបងប្អូនបាទហ្នឹងហើយបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបងប្អូនណាបន្ទាប់ពីខ្ញុំបានរៀបរាប់នៅគ្រឿងក្រៅសពគ្រប់បែបយ៉ាងឲ្យហើយអញ្ចឹងក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងមកមើលរបៀបនៃការខត្រីលិញជាមួយនឹងខ្ញុំបាទពូរ៉ាទាំងអស់គ្នាអញ្ចឹងជាដំបូងបងប្អូនត្រូវតែយកឆ្នាំងមកបងប្អូនដាក់តម្រៀបអំពៅហ្នឹងបងប្អូនរៀបនៅក្នុងបាតឆ្នាំងមួយទៅរៀបជាជួរបងប្អូនណាហ្នឹងហើយដើម្បីយើងដាក់ត្រប់ទៅបាតឆ្នាំងហើយបាទចាំយើងបាទបន្ទាប់ពីខ្ញុំបានមានតម្រៀបនៅអំពៅរួចរាល់ហើយខ្ញុំក៏ចាប់ដើមតម្រៀបនៅត្រីម្ដងបងណាហ្នឹងហើយអញ្ចឹងចំពោះត្រីបងប្អូនរៀបដាក់មួយអញ្ចឹងមកជាជួរបងណាបាទហ្នឹងហើយរៀបដាក់មួយអញ្ចឹងមកបងប្អូនបាទបន្ទាប់ពីខ្ញុំបានតម្រៀបត្រីដាក់ក្នុងឆ្នាំងរួចរាល់អស់មកអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមហាន់នៅម្ទេសម៉ាឡេឬក៏ម្ទេសក្រហមវែងហ្នឹងបងប្អូនដាក់ចូលក្នុងឆ្នាំងតែម្ដងបងប្អូនណាហ្នឹងហើយអញ្ចឹងចំពោះការហាន់ហ្នឹងបងប្អូនហាន់មកចូលមកជាមួយគ្នាតែម្ដងមកមានម្ទេសម៉ាឡេម្ទេសក្រហមដើមវែងម្ទេសធំហ្នឹងបាទហើយនឹងប៉េងប៉ោះណាបងប្អូនហាន់ម្ទេសហាន់ប៉េងប៉ោះហ្នឹងដាក់ចូលមានន័យថាអេតមកជាមួយគ្នាតែម្ដងមកបងប្អូនណាបាទបាទបន្ទាប់ពីខ្ញុំបានហាន់ម្ទេសហាន់ប៉េងប៉ោះដាក់រួចរាល់ហើយក៏ចាប់ផ្ដើមរំលោចនៅស្ករត្នោតវិញម្ដងបងណាហ្នឹងហើយអញ្ចឹងចំពោះស្ករត្នោតបងប្អូនត្រូវតែដាក់ខ្ទះឲ្យក្ដៅបន្ទាប់មកយើងបន្ទាប់ពីខ្ទះយើងបានក្ដៅហើយយើងចាក់ស្ករត្នោតចូលទៅហើយបងប្អូនកូរវឹកទៅដើម្បីឲ្យវាឡើងឈ្ងុយឡើងក្រហមទៅបងណាហ្នឹងហើយបាទបន្ទាប់ពីស្ករយើងឡើងក្រហមឡើងក្លិនឈ្ងុយហើយខ្ញុំក៏ចាប់ដើមចាក់ខ្ទឹមសអេតចូលជាមួយគ្នាតែម្ដងបន្ទាប់មកខ្ញុំកូរវឹកចូលឡើងបងណាហ្នឹងហើយដើម្បីឲ្យវាចូលជាតិមានតែចូលក្លិនឈ្ងុយជាមួយនឹងស្ករក្រហមជាមួយរបស់យើងអញ្ចឹងបងប្អូនគ្នាបាទបន្ទាប់ពីខ្ញុំកូរមកចូលឡើងស្ករយើងក៏ឡើងក្រហមឡើងក្លិនឈ្ងុយបាទអញ្ចឹងខ្ញុំចាប់ដាក់ចាក់ទឹកសចូលមកបន្តិចបងប្អូនណា
បាទឥឡូវ record របស់ខ្ញុំឆ្អិនហើយបងប្អូនណាបន្ទាប់ពីខ្ញុំបានរំងាស់រយៈពេល2ម៉ោងមកគឺចាប់ដើមឆ្អិនហើយបងប្អូនណាហ្នឹងគឺវាផុយឆ្អឹងល្អបងប្អូនបាទហ្នឹងហើយ